បងប្អូនជនរួមភាសានៅឆ្នាំ1930យួនបានបង្កើតចលនាកុម្មុយនីសឥណ្ឌូចិនដោយបង្កមនុស្សប្រមាណជាខ្ទង់3នាក់នៅស្រុកខ្មែរដើម្បីបង្កើតជាមេចលនាបង្កើតគណបក្សគេមិនទាន់បង្កើតជាកងទ័ពទេគេបង្កើតជាចលនាគេបង្កើតជាបកពួកណាក្មួយច្បាប់ lawyer បងសរួនហើយទីបំផុតគឺយួនបានបង្កើតជោគជ័យបន្ទាប់ពីយកលេសវាយបារាំងនៅពេលដែលបារាំងព្រមដកកងទ័ពព្រមឈប់ធ្វើអាណានិគមនៅកម្ពុជាបារាំងបានប្រគល់ឯករាជ្យលើកទី1ឲ្យខ្មែរនៅឆ្នាំ1949តែកម្ពុជានៅពេលនោះពេលដែលបារាំងប្រគល់ឯករាជ្យនោះបារាំងគេត្រូវផ្ទេរនៅភារកិច្ចនានាមកឲ្យខ្មែរតែមានអ្នកចាក់ចេកចាក់ស្ករមានអ្នកលួងមានអ្នកបំបោសអង្អែលធ្វើឲ្យអ្នកស្នេហាជាតិខ្មែរមួយចំនួនច្របូកច្របល់ហើយអ្នកស្នេហាជាតិនោះគឺចាប់យុទ្ធសាស្ត្រខុសហៅថាគាត់ចាប់ខុសឬក៏ច្របូកច្របល់ក៏បានហៅថាមានចារកិច្ចឬក៏រនុកក្នុងនៅខាងក្នុងសាច់ខ្មែរអ្នកស្នេហាជាតិនឹងច្រើនក៏ថាបានពួកគេចាក់ខ្មែរចាក់មេដឹកនាំខ្មែររហូតដល់តែមេដឹកនាំខ្មែរចាប់ច្រឡំចាប់មិត្តនិងចាប់សត្រូវខុសបងបាត់ឈូរាវយោមកបិទភ្នែកគឺអ្នកស្នេហាជាតិខ្មែរមួយចំនួននោះបានចាប់យកយួនវៀតកុងឲ្យវៀតកុងចូលជន់ដីខ្មែរដេញបារាំងកំហុសនេះធ្ងន់ណាស់ធ្ងន់ដល់តែមែនទែនបើគាត់ជាពូជស្ដេចវិញគឺក្បត់ដូនតាខ្លួនឯងតែជាស្ដេចបើគាត់ជាពូជស្ដេចវិញគឺក្បត់ជាតិព្រោះគាត់ជាស្ដេចនៅជំនាន់ហ្នឹងគឺស្ដេចនៅមានអំណាចដើម្បីដឹកនាំប្រទេសនៅឡើយក្បត់ជាតិបើគាត់ជាមេដឹកនាំជាមន្ត្រីគឺគាត់ក្បត់ជាតិតែបើគាត់ជាស្ដេចគាត់ក្បត់ទាំងស្ដេចខ្លួនឯងក្បត់តកូលព្រោះក្បត់ព្រះអង្គឌួងក្បត់ព្រះអង្គនរោត្តមក្បត់ព្រះអង្គស៊ីសវត្តដែលខិតខំប្រឹងប្រែងរក្សាការពារទឹកដីដោយយកអំណាចបារាំងយកមកធ្វើជាឈ្នន់ធ្វើជាចន្ទុលដើម្បីទប់ទល់ការឈ្លានពានរបស់យួនសៀមអាងនឹងបណ្ដុះបណ្ឌិតអ្នកប្រាជ្ញក្នុងការកសាងក្នុងការដឹកនាំប្រទេសបងសន្សើមការព្រៃបងចង់ឲ្យ Facebook នេះជូនដំណឹងទៅបងចុចdislike ចោល Facebook នេះហើយបងចុច like ហើយនឹង follow ឡើងវិញហើយមួយទៀតបងចុចនៅលើវីដេអូណាមួយរបស់ពួកខ្ញុំទីទៀតសុភានឹងបង្ហាញតាមខ្ញុំនិយាយវត្តសាស្ត្រចប់សិនបងប្អូនអញ្ចឹងពេលដែលយើងមានមេដឹកនាំខ្មែរមួយចំនួនដែលចាញ់ឧបាយកលយួនដោយចៃដន្យដោយអចេតនាប៉ុន្តែមានអ្នកដែលជាបិសាចកៅអីបិសាចទ្រព្យសម្បត្តិបពពួកក្រុមគ្រួសារដែលជាស្ដេចដែលជាមេដឹកនាំគាត់បណ្ដោយឲ្យយួនចូលស្រុកការដែលអនុញ្ញាតឲ្យកងទ័ពយួនចូលស្រុកនៅពេលដែលយួនបានមកតាំងទីនៅក្នុងស្រុកខ្មែរតាំងពីសម័យបារាំងមុនសម័យបារាំងក៏ដោយគឺនិគមជនគេរងចាំតែកាត់ផ្ដាច់យកទឹកដីខ្មែរក្រោមឲ្យបានហើយនឹងគេលេបយកខ្មែរកណ្ដាលនេះទៀតបងខ្មែរ Love KH អញ្ចឹងគេងាយណាស់ក្នុងការកេណ្ឌកងទ័ពកេណ្ឌបងប្អូនណាកេណ្ឌកងទ័ពក្នុងការប្រមូលកងទ័ពយួនដែលចេះនិយាយខ្មែរច្បាស់ចេះឲ្យចូលទៅក្នុងចលនារបស់ពួកគេបង្កើតបាននៅចលនារបស់ពួកគេឆ្នាំ1949យួនបានបង្កើតក្តីស្រមៃរបស់ខ្លួនខ្លាយជាការពិតគឺការបង្កើតកងទ័ពនៅក្នុងទឹកដីខ្មែរកណ្ដាលទឹកដីខ្មែរក្រោមពួកគេមានកងទ័ពហើយតែអត់ទាន់មានកងទ័ពនៅខ្មែរកណ្ដាលកងទ័ពយួននៅខ្មែរកណ្ដាលប្អូនសាវឿនច័ន្ទបងហ៊ុលសៀងហ៊ុនពេលដែលយួនបានបង្កើតកងទ័ពនៅស្រុកខ្មែរបាននៅស្រុកខ្មែរកណ្ដាលនេះបានគឺចលនាកុម្មុយនីសឥណ្ឌូចិនដែលត្រូវបានបង្កើតឡើងពីឆ្នាំ49គេបង្កើតតាំងពីឆ្នាំ1930តែបង្កើតជាចលនាទេប៉ុន្តែឆ្នាំ1949គេបង្កើតបានជាកងទ័ពនៅស្រុកខ្មែរបងសុភីរតនគិរីនៅរតនគិរីនឹងឯងនៅកញ្ចេះស្ទឹងត្រែងនៅត្បូងឃ្មុំនៅព្រៃវែងនឹងឯងពេលដែលយួនបានបង្កើតបានចលនាកងទ័ព1930គឺចលនា
bà báo rồi có cho nào cả nạ bạn nhiều bài thi tạiឆ្នាំ1949គេបង្កើតបានចលនាកងទ័ពពេលនោះសៀមបានដឹងថាបើកាលណាយួនបង្កើតចលនាកងទ័ពនៅស្រុកខ្មែរបាននៅខ្មែរកណ្ដាលនេះបានហើយនោះយួនលេបខ្មែរក្រោមលេបឡាវហើយយួននឹងមកលេបខ្មែរកណ្ដាលសៀមនឹងបាត់បង់ឱកាសនៅក្នុងការរក្សាជំហររបស់ខ្លួនអញ្ចឹងសៀមក៏សម្រេចបង្កើតចលនារបស់ខ្លួនឯងឈ្មោះថាខ្មែរអិសរាជចលនាខ្មែរអិសរាជនេះគឺត្រូវបានព្រួយផ្ដើមឡើងធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលរបស់យួនផងប៉ុន្តែសៀមក្រៅស៊ីរៈត្រជាក់ស៊ីជ្រៅនៅចំពោះមុខសកលលោកសៀមថាខ្លួនចង់បានតែសុខទេសង្គ្រាមលើកទី1ក៏ខ្លួនមិនចូលសង្គ្រាមលើកទី2ក៏ខ្លួនមិនចូលតែសៀមក្រៅស៊ីរៈត្រជាក់ស៊ីជ្រៅកុំថាឡើយនៅសម័យទសវត្សរ៍30នោះសូម្បីតែឥឡូវនេះភ្លេចខ្លួនប្រាសាទតាមន់ប្រាសាទតាកបីប្រាសាទព្រះវិហារសៀមលេបយកបាត់ឥឡូវមិនជនជាតិសៀមនឹងយួនជាជនជាតិអាក្រក់ទេកុំយល់ច្រឡំខ្ញុំកំពុងនិយាយប្រវត្តិសាស្ត្រហើយឲ្យខ្មែរបច្ចុប្បន្ននិងអនាគតប្រយ័ត្នឲ្យចេះការពារខ្លួនការពារដោយរបៀបណាខ្ញុំពន្យល់អំពីក្បួនការពារជាតិមាតុភូមិខ្ញុំមិនបាននិយាយថាយួននឹងសៀមអាក្រក់ទេតែប្រវត្តិសាស្ត្រខ្ញុំមិនដែលនិយាយថាយួនចិនអាមេរិកបារាំងបរទេសអាក្រក់ខ្ញុំក៏មិនដែលនិយាយថាលោកហ៊ុនសែនលោកសំស៊ីលោកខឹមវាសនាគណៈបកប្រជាជនគណៈបកអង្គរជាតិគណៈបកភ្លើងទៀនគណៈបក LDP អាក្រក់ល្អវាមិនមែនជាទូនទីរបស់ពួកខ្ញុំត្រូវពន្យល់ទេបងប្អូនចេះវិនិច្ឆ័យខ្លួនឯងចេះពិចារណារកខុសនឹងត្រូវខ្លួនឯងខ្ញុំត្រឹមតែស្រាយប្រវត្តិសាស្ត្រហើយនឹងផ្ដល់ជាគន្លឹះដើម្បីឲ្យជួយជាតិមាតុភូមិបានណាលោកពូលោកអ៊ំសុភីនខឹមអញ្ចឹងសៀមឆ្នាំ1949ចាប់ផ្ដើមបង្កើតចលនាខ្មែរអិសរាជដែលសៀមជាអ្នករៀបចំសេនាយោជាអ្នកផ្គត់ផ្គង់ទាំងសម្ភារៈយោធាទាំងហិរញ្ញវត្ថុសេដ្ឋកិច្ចមកដល់ចលនាខ្មែរហើយបញ្ចូលឬក៏បង្វឹកវើនៅកងទ័ពខ្មែរឲ្យខ្មែរនៅតាមព្រំដែនខ្មែរសៀមហើយបញ្ជូននៅអ្នកជំនាញសៀមដើម្បីមកជួយវឹកវើកងទ័ពខ្មែរហើយបងប្អូនភាគច្រើនល្បីដាបឈួនច្រើនជាងគេតែបើបងប្អូនទៅមើលសភៅបាត់ដំបងសម័យលោកម្ចាស់និងសភៅមួយចំនួនផ្សេងទៀតឬក៏បងប្អូនណាដែលនៅបៃលិនបាត់ដំបងនៅប្រទេសមានជ័យឧត្តមមានជ័យនៅផ្នែកខ្លះនៃខេត្តកំពង់ធំសៀមរាបនិងផ្នែកខ្លះនៃខេត្តកំពង់ចាមនិងមាននៅកងទ័ពខ្មែរអិសរាជរហូតដល់ឥឡូវហ្នឹងយើងទៅដល់ត្បូងឃុំដល់ត្បូងឃុំហើយនៅមានអ្នកដែលនិយាយរឿងខ្មែរអិសរាជយើងទៅដល់រតនគិរីក៏ចឹងដែរយើងទៅដល់រតនគិរីក៏មានអ្នករតនគិរីគាត់នៅចងចាំរឿងខ្មែរអិសរាជបានតែប្តីក៏របស់គាត់គ្រួសាររបស់គាត់គឺជាអតីតកងទ័ពខ្មែរអិសរាជតែគាត់ឆ្លាតចេញពីត្បូងឃុំទៅរតនគិរីចេញពីរតនគិរីមកត្បូងឃុំកើតហ្នឹងណាជំនាញរបស់គាត់គឺអញ្ចឹងខ្មែរអិសរាជនេះក៏ដឹងដែរគាត់ដឹងថាយួនកំពុងតែបង្កកងទ័ពនៅស្រុកខ្មែរអញ្ចឹងខ្លួនដែលជាខ្មែរអិសរាជក៏បង្កកងទ័ពនៅស្រុកខ្មែរអញ្ចឹងខ្មែរដំបូងឡើយមានសត្រូវតែបារាំងឬក៏មេរោគតែបារាំងចាត់ទុកថាអញ្ចឹងទៅចុះតែបារាំងមានល្អមានអាក្រក់ដូចតែយួនសៀមអញ្ចឹងមានល្អមានអាក្រក់តែទីបំផុតពេលដែលបារាំងរៀបចេញបែរទៅជានាំរោគពីរចូលមកគឺរោគវៀតកុងឲ្យជន់ដីខ្មែររោគវៀតមិញឲ្យជន់ដីខ្មែររោគសៀមខ្មែរអិសរាជមកជន់ដីខ្មែរហើយពីឆ្នាំ1951ពេលដែលយួនបានសម្រេចបង្កើតបានគណៈបកនយោបាយមួយឈ្មោះថាគណៈបកកុម្មុយនីសគណៈបកបដិវត្តកុម្មុយនីសកម្ពុជាដែលដឹកនាំដោយសឿនងុកមិញមានមុននឹងពីសឿនងុកមិញប៉ុន្តែសឿនងុកមិញគឺជាបុគ្គលដ៏ឆ្នើមរបស់យួនហាណូយដែលរៀបចំឡើងដើម្បីគ្រប់គ្រងដឹកនាំចលនាគណៈបកដែលគ្មាននរណាហ៊ាននិយាយថាសឿនងុកមិញគឺជាយួនទេបងប្អូនខ្ញុំនិយាយប្រៀបធៀបប៉ុន្តែមិនបានន័យថាបងប្អូនត្រូវតែវិនិច្ឆ័យថារឿងនោះវិញចឹងទេខ្ញុំប្រៀបធៀបឲ្យបងប្អូនយល់ទេខ្ញុំនិយាយបច្ចុប្បន្នគណៈបក20 30គណៈបកមានគណៈបកមួយចំនួនគឺជាគណៈបកដែលយួនរៀបចំគណៈបកមួយចំនួនគណៈបកដែលសៀមអាមេរិកចិនរៀបចំប៉ុន្តែជាផ្លូវការមានបងប្អូនណាហ៊ានបង្ហោះថាបកនឹងជាបកយួនជាបកចិនជាបកអាមេរិកទេទោះបីជាយើងដឹងក៏យើងដឹងក្នុងការសង្ស័យទោះបីយើងដឹងក៏ដឹងនៅក្នុងការភ័យខ្លាចទោះបីយើងដឹងក៏ដឹងតែយើងមិនអាចនិយាយបានមិនហ៊ាននិយាយដែរអញ្ចឹងខ្មែរ2023នេះដឹងរឿងហ្នឹងប៉ុន្តែខ្មែរ2050 2100អាចមិនដឹងដូចគ្នានៅឆ្នាំ1951ឆ្នាំ1955ខ្មែរមួយចំនួនដឹងថាយួនរៀបចំគណៈបកនយោបាយដើម្បីប្រកួតប្រជែងហើយសូម្បីគណៈបកធំគឺពេលនោះព្រះអង្គសែននុក៏ដឹង
ថាគណៈបកណាជាគណៈបកយួនរៀបចំគណៈបកណាជាគណៈបកសៀមរៀបចំគណៈបកណាជាគណៈបកចិនរៀបចំព្រះអង្គដឹងប៉ុន្តែព្រះអង្គមិនប្រកាសទេដូចបច្ចុប្បន្នទាំងលោកហ៊ុនសែនមិនដឹងទេថាគណៈបកណារៀបចំគណៈបកណារៀបចំមិនមែនលោកហ៊ុនសែនមិនដឹងមិនមែនលោកសខេងមិនដឹងមិនដឹងទេប៉ុន្តែនេះវាជាធម្មជាតិនៃការគ្រប់គ្រងបងឈុករត់បងនយោបាយវាជាធម្មជាតិពីព្រោះរឿងខ្លះបើកាលណាមេដឹកនាំនិយាយទៅវាបែកអូស្ទឹងវាកើតចំនួនវាកើតភាពរញ៉េរញ៉ៃអញ្ចឹងវាត្រូវការប្រជាពលរដ្ឋសិក្សាឆ្វេងយល់ប៉ុន្តែការសិក្សាឆ្វេងយល់របស់ពលរដ្ឋណាគឺចង្អៀតណាស់នៅ2023នេះយើងបានប្រព័ន្ធបច្ចេកវិទ្យា Facebook ឲ្យយើងសិក្សាឆ្វេងយល់អំពីបកនីមួយៗប៉ុន្តែយើងអត់បានទៅរៀនទៅទៀតការចំនួន50 1950 51 53 55គឺយើងអត់មានអីជួយរៀនច្រើនទេព្រោះព័ត៌មានគេបិទចិត្តល្អណាស់សូម្បីតែភាពនាំសារហ្នឹងក៏ពិបាកទៅទៀតអ្នកណាដែលចេះវឹកអ្នកណាដែលចេះបង្វឹកភាពនាំសារបានអាចនិយាយឲ្យព្រៀបនឹងនាំទៅកើតប៉ុន្តែពេលនោះសរសេរសម្បត្តិនឹងដៃហ្នឹងអត់មានដល់ឥឡូវណា Messenger Telegram WeChat WhatsApp Signal បានទាំងអស់ email អីហ្នឹងទៅមកលីហួងតែបើជំនាន់នេះយើងអត់ខំប្រឹងរៀនទៀតយើងអត់ដឹងថាគណៈបកណាយួនរៀបចំគណៈបកណាចិនអាមេរិកបារាំងសៀមរៀបចំគណៈបកណាជាអាយ៉ងគណៈបកណាជាអ្នកស្រាអាជាតិទេយើងរត់តែវេទនាហើយសម័យបើកចំហជើងមេឃបើកចំហអាកាសទៅហើយយើងមិនរៀនណាបងហេងសំណងបងជពូកូនប៉ាអញ្ចឹងការហូរចូលនៃកងទ័ពសៀមនិងកងទ័ពយួនគឺបានចាប់ផ្ដើមពីឆ្នាំ1949ជាផ្លូវការហើយចាប់ផ្ដើមដេញបារាំងជាផ្លូវការពេលនោះគឺយើងមានតាំងជំនួយយោធាយួនជំនួយយោធាសៀមជំនួយយោធាចិនដើម្បីដេញបារាំងការដេញបារាំងនេះបងប្អូនព្យាយាមចាប់ណាព្រោះខ្ញុំកំពុងនិយាយប្រវត្តិសាស្ត្រហើយវាជាប់ពាក់ព័ន្ធនឹងចម្ពោះគោនិយាយអំពីមុខងារខាងយោធារបស់អង្គការសហប្រជាជាតិពេលដែលបារាំងចេញបារាំងទោះបីជាគ្មានអ្នកដេញក៏បារាំងចេញខ្ញុំសូមប្រាប់ហេតុ3យ៉ាងដែលបារាំងបានឲ្យសញ្ញាថាបារាំងចេញហើយហេតុទី1សង្គ្រាមលោកលើកទី2បានបញ្ចប់បារាំងគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចឹងបារាំងក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិត្រូវគោរពធម្មនុញ្ញសហប្រជាជាតិធម្មនុញ្ញសហជាតិគឺមិនអនុញ្ញាតឲ្យសមាជិកនៃអង្គការសហជាតិណាមួយឈ្លានពានបូរណភាពទឹកដីអធិបតេយ្យឯករាជ្យសន្តិសុខឬក៏លោកចូលទៅក្នុងកិច្ចការក្នុងនិងនយោបាយក្រៅប្រទេសរបស់ប្រទេសណាឡើយបារាំងដាច់ខាតត្រូវរកចេញប៉ុន្តែធម្មតាទេគេមកគ្រប់គ្រងយើង100ឆ្នាំហើយគេមកគ្រាន់តែថាឆ្នាំ45ប្រកាសធម្មនុញ្ញអង្គការសហប្រជាជាតិថ្ងៃទី24ខែតុលាឆ្នាំ1945ហើយគេចេញភ្លាមវាមិនដែលទេតែគេត្រូវរៀបចំដំណើរការដំណាក់កាលនៃការដកចេញជាបណ្ដើបណ្ដើវាត្រូវការពេលវេលាពីព្រោះគេគ្រប់គ្រងនៅក្នុងប្រទេសខ្មែរ90ឆ្នាំប្រទេសលាវ90ឆ្នាំប្រទេសយួនប្រហែលជា100ឆ្នាំហើយអញ្ចឹងគេគ្រប់គ្រងនៅប្រទេសផ្សេងៗទៀតអញ្ចឹងបារាំងត្រូវការធនធានក្នុងការរើចេញបងប្អូនដូចបងប្អូនបូកស៊ីម៉ង់បូកបេតុងណាហើយយើងដាក់តម្រូត្រូយើងត្រូវាហើយយើងបូកពីលើធ្វើពីដានដល់អាហ្នឹងស្ងួតជ្រៅបានគេដកចេញវាមិនដែរអាហ្នឹងនៅទុនដកចេញវាធ្លាក់មកបាក់អស់ហើយការដឹកនាំពេលនោះគឺបារាំងធ្វើអាណានិគមអញ្ចឹងធ្វើអាណានិគមចង់ដកចេញវាមិនងាយដកអត់ដូចជាឪពុកម្ដាយជាអាណាព្យាបាលទេអាណាព្យាបាលយើងបង្រៀនកូនឲ្យកូននឹងចេះរៀនរឿងមមចេះធ្វើការសម្រេចចិត្តដល់យើងបានដឹងមុនណាអញ្ចឹងរបៀបបង្រៀនកូនតាំងពីអាយុ5 6ឆ្នាំឡើងទៅឲ្យកូននឹងចេះស្លៀកពាក់ខ្លួនឯងឲ្យចេះហូបខ្លួនឯងឲ្យចេះដើរខ្លួនឯងឲ្យចេះទៅធ្វើការសម្រេចចិត្តឲ្យចេះបើកម៉ូតូឲ្យចេះបើកឡានឲ្យចេះធ្វើការសម្រេចចិត្តខ្លួនឯងដល់តែពេលដែលកូនអាយុ11 17ឆ្នាំកូននឹងចេះសម្រេចចិត្តខ្លួនឯងបាត់យើងលេងខ្វល់បាត់យើងលេងខ្វល់តែបើឪពុកម្ដាយខ្លះអាយុកូន20ឆ្នាំហើយហ្នឹងកូនធ្វើអីតិចកូនឯងកុំធ្វើចឹងកូនឯងកុំធ្វើចឹងកូនឯងកុំធ្វើចឹងកូនឯងធ្វើចេះអូកូនសម្លាញ់អូគិតតែពីថ្នមថ្នាក់ដល់តែពេលកូនអាយុ30ឆ្នាំហើយវាអត់ចង់រត់ទៅណាទេយើងឈប់ជួយវាងាប់ភ្លាមឈប់ជួយវាអត់មានអីស៊ីភ្លាមអត់មានចេះនៅវាអត់ចេះសម្រេចចិត្តអីប្របែបបណ្ដោយនេះដូចគ្នាបារាំងគឺឲ្យសញ្ញាឲ្យថាខ្លួនត្រូវដកចេញដោយសារតែបារាំងគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិទី2បារាំងរៀបចំការបោះឆ្នោតឲ្យខ្មែរហើយបារាំងយល់ថាអញត្រូវដកចេញហើយចឹងពីឆ្នាំ45ដល់ឆ្នាំ47 3ឆ្នាំនេះក្នុងកំឡុងពេលនេះអញត្រូវរៀបចំការបោះឆ្នោតឲ្យខ្មែរមានរដ្ឋាភិបាលខ្លួនឯងឲ្យខ្មែរមានរដ្ឋធម្មនុញ្ញខ្លួនឯងបារាំងឲ្យសញ្ញាឲ្យថាអញ្ចឹងបើខ្មែរនៅពេលនោះមានអ្នកឆ្លាតច្រើនបន្តិចក្នុងជួរដឹកនាំច្រើនបន្តិចក្នុងជួរដឹកនាំព្រោះនៅសម័យហ្នឹងគឺយើងសម័យផ្ដាច់ការណាអញ្ចឹងខ្ញុំអត់អាចមកនិយាយបន្ទោសពលរដ្ឋកើតទេ
อดไอมาดักกับกลุ่มหกหรือก็กลุ่มหกมาดอปูรัดนี่แต่นี่ยี่ยมปีมีดอกน้ำมีแต่เถิมแต่ใบเนี่ยหรือก็บุญเนี่ยไม่ใช่เนี่ยนั่นทำไมหนึ่งเจ้าตัวว่ะอดไอบารังเจงบารังอดเจงนี่ตามหนุ่มยืดยุทธศาสตร์ทั้งคอยปีงี้มองเพียงว่าเพราะว่าหนุ่มยืดยุทธศาสตร์ต้องสำคัญนะขมายปัจจุบันนั้นหนุ่มยืดยุทธศาสตร์คือวิจัยตัวปัจจุบันนี่เงินขมายบารังน้องปัจจัยวิจัยตัวปัจจุบันนี่ต้องห้ามรอเชนโจหรือบักไม้หลากหลายดังจีบจอนเบียนเนี่ยประกอบกับถ้าบารังมันอาเจงบานนู่บารังหน่อยเว้ยปัจจัยอดเมียนะฮะบอมโอนช่างนากับโมบหนึ่งเบียนเนี่ยประชังบารังจังบารังบ้านบังไฮสัญญาให้ทางอันเจงให้เว้ยขมายไอ้ดักน้องพูนไอ้มันเติมแต่มันกาปีโลอิวก็นึ่งอมจ่าซีสวัสดิ์ยุทธฟงได้จีเนี่ยชาวตีใบแต่เชี่ยบอกวัวขึ้นนี้เก่าตู้หรือก็บ่มพลิกปลอมมาจากซีสวัสดิ์ลูกยุทธฟงให้นึ่งสมัยจะใบบุญรูปสิ่งที่เราสำคัญเราบอกขณะปะปล่อยจีตับไตหนึ่งไปดูรูปบอกชอตตามไทยหนึ่งสัมเปิลขณะปะปล่อยจีตับไตดักน้องโดยลูกยุทธลูกปลอมมาจากซีสวัสดิ์ยุทธฟงให้นึ่งลูกอิวก็ให้ลูกอิวก็นี่ครั้งนะจีน่ะปลายขมายดอกจ้านะข้างอสอซาพ้องข้างนโยบายพ้องហើយតក្តីក្តាំងជាមួយបារាំងឈ្នះបារាំងទៀតនៅសម័យអាណានិគមបារាំងគាត់ជានិស្សិតបារាំងធ្វើទុកបុកម្នេញគាត់នៅកំពង់ចាមគាត់តក្តីក្នុងតុលាការបារាំងហើយឈ្នះបារាំងបងប្អូននៅក្រោមអាណានិគមគេសង្កត់ក្បាលហើយតុលាការបារាំងទៀតប៉ុន្តែលោកអ៊ីវកឹសតវ៉ាតស៊ូរហូតដល់តែឈ្នះមនុស្សអញ្ចឹងមិនងាយរត់ទេមកពាន់ឆ្នាំរោបានមួយនឹងអទៅស្រុកខ្មែរពីព្រោះឲ្យតែដោះឲ្យតែញាស់មិនទាន់នេះគេសម្រាប់ចោលអស់ហើយទម្រាំតែរោបានមួយនឹងពិបាកណាស់100ឆ្នាំ1000ឆ្នាំមិនងាយរត់ទេមនុស្សបែបអញ្ចឹងអត់មានអ្នកថែរក្សាហើយបើអត់មានអ្នកថែរក្សាហើយគំរូភាពគំរូដែលលោកអ៊ីវកឹសត្រូវបានគេដាក់បំផ្ទុះគ្រាប់បែកនៅក្នុងឡានគាត់ជិះឡានហើយគេដាក់បំផ្ទុះគ្រាប់បែកគាត់គំរូនឹងត្រូវយកមកលើកដំកើងបែបតែអត់ទេមានអ្នកសង្កត់ខ្ញុំមិនប្រាប់អ្នកណាទេព្រោះវាប៉ះពាល់ដល់បកគលមួយចំនួនកំពុងរស់នៅរាល់ថ្ងៃនេះតកូលពូជមួយចំនួនកំពុងរស់នៅរាល់ថ្ងៃនេះប៉ុន្តែនេះគឺជាសញ្ញាទី2របស់បារាំងថាអញចេញហើយ3បារាំងបានអួតថាអញត្រូវទៅចេញបងប្អូនដឹងកន្លែងណាទេបារាំងបានផ្ទេរអាណានិគមគឺរដ្ឋបាលផ្ទេររដ្ឋបាលឆ្នាំ49ផ្ទេររដ្ឋបាលឲ្យមកខ្មែរកដាលឲ្យមកខ្មែរកដាលឯខ្មែរក្រោមបារាំងក៏ផ្ទេរដែរប៉ុន្តែពេលនោះវាមានល្បិចរបស់យួនហើយនឹងបិសាចដែលនៅក្នុងជួររដ្ឋាភិបាលបារាំងនៅពេលនោះគឺជាបិសាចពួកគេបានសម្រេចផ្ទេរកម្ពុជាក្រោមឲ្យទៅយួនខាងត្បូងអានឹងឧបាយកលខ្ញុំគិតថាបងប្អូនមួយចំនួនយល់ហើយខ្ញុំមិនបញ្យល់ច្រើនទេឧបាយកលរបស់យួននឹងបារាំងដែលជាបារាំងបិសាចពីព្រោះបារាំងដែលមែនទេនោះពួកខ្ញុំព្យាយាមសិក្សាជួយយល់អំពីប្រវត្តិឯកសារនឹងផងឯកសារ4មិថុនា49ហ្នឹងហើយនឹងទៅជួបមន្ត្រីមួយចំនួនដែលធ្លាប់ធ្វើការងារនៅសម័យបារាំងគាត់ថាឲ្យតែខ្មែរប្តឹងរឿង4មិថុនានេះបារាំងនឹងជួមជេរខ្មែរពីព្រោះប្រទេសបារាំងទាំងមូលមិនបានគ្រប់គ្រងឲ្យរេសដង់អ្នកគ្រប់គ្រងជនជាតិបារាំងនៅជ្រោយឥណ្ឌូចិននេះបានកាត់ទឹកដីខ្មែរក្រោមឲ្យទៅយួនទេអត់បានកាត់ទេហើយវាធ្វើឲ្យជនជាតិបារាំងពូជសាសន៍បារាំងប្រទេសបារាំងជាប់ឈ្មោះអាក្រក់គឺខ្មែរហៅបារាំងថាពួកអាក្រក់បារាំងអត់ត្រូវការបារាំងអត់ត្រូវការទេបងប្អូនបារាំងរាល់ថ្ងៃនេះក៏គេត្រូវការកិត្តិយសរបស់គេដែរគេអត់បានធ្វើរឿងហ្នឹងទេប៉ុន្តែគេជាប់ឈ្មោះដោយសារតែមន្ត្រីដែលជាបិសាចរបស់ពួកគេហ្នឹងបើណាមន្ត្រីបារាំងដែលជាបិសាចហ្នឹងពួកបិសាចយើងហៅស្អីគេអាហ្នឹងមិនបិសាចអំណាចទេនៅពេលហ្នឹងវាយួនបានឲ្យកាដូជាមនុស្សស្រីយួនបានឲ្យកាដូជាការលើកទឹកចិត្តរេសដង់ហ្នឹងណាច្រើនអញ្ចឹងធ្វើឲ្យរេសដង់ហ្នឹងទៅធ្វើប្រជាមតិដើម្បីយកមកបិទបាំងការពិតថាពូជខ្មែរក្រោមហ្នឹងគឺព្រមនៅក្រោមចំណោះឲ្យយួនខាងត្បូងអាហ្នឹងវាជាឯកសារខុសច្បាប់អាការធ្វើបែបហ្នឹងអាហ្នឹងដែលយើងអាចប្តឹងរឿងខ្មែរក្រោមបាននោះពីព្រោះអា4មិថុនាហ្នឹងអ្នកឯងមកបោកបញ្ឆោតខ្មែរក្រោមអ្នកឯងបំពេញចិត្តយួនតែអ្នកឯងបោកបញ្ឆោតខ្មែរក្រោមអញ្ចឹងទុកសិនឥឡូវទុកសិនបងវិសុទ្ធហងបងសុធីនីបិសាចតណ្ហាបកកាយរោពាកណាអរគុណណាបិសាចតណ្ហាផងប៉ុន្តែពួកគេគឺពពកទ្រព្យសម្បត្តិច្រើនណាស់ជាបិសាចទ្រព្យសម្បត្តិដែរអញ្ចឹងសូមបន្តទៀត
ការដែលបារាំងឲ្យសញ្ញាទី1គឺសង្គ្រាមលោកលើកទី2ចប់ដោយបារាំងជាសមាជិកអង្គការជាតិសញ្ញាទី2គឺការបោះឆ្នោតព្រោះបារាំងថាព្រមប្រគល់នៅនយោបាយខ្មែរឲ្យខ្មែរវិញហើយទី3បារាំងព្រមប្រគល់នៅឯករាជ្យរដ្ឋបាលមុនបារាំងអត់ទាន់ដកកងទ័ពទេខ្ញុំបញ្ជាក់ឡើងវិញបារាំងគ្រប់គ្រងយើង90ឆ្នាំគេមិនអាចដកចេញខ្វោកទេដួលគ្រីងឥឡូវហ្នឹងបែកបាក់ផ្ទៃក្នុងនយោបាយខ្មែរអញញ៉ៃច្បាំងគ្នាសម្រាប់គ្នាពេញទឹកពេញដីឥឡូវហ្នឹងបារាំងដឹងច្បាស់ណាស់ហើយបារាំងក៏ដឹងដែរថាយួននឹងសៀមមិនទុកខ្មែរទេនឹងលេបខ្មែរទៀតបារាំងដឹងរឿងហ្នឹងអញ្ចឹងបានបារាំងគេចេញសំដើម្បីដកធ្វើឲ្យខ្មែររឹងឃើញទេគេកសាងនយោបាយឲ្យយើងរៀបចំការបោះឆ្នោតនៅសម័យបារាំងបង្កើតរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យទៀតនៅឆ្នាំ47ហ្នឹងបងប្អូនតែមើលរដ្ឋធម្មនុញ្ញ47គឺរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យស្រីពូបាមិនមែនស្រីពូបាទេរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យហ៎ហើយសញ្ញាទី4ដែលបារាំងបកគលឲ្យបងប្អូនជនរួមភាសា9វិច្ឆិកាឆ្នាំ1953ទៅមើលពាក្យបារាំងប្រគល់ឯករាជ្យឲ្យខ្មែរមិនមែនបារាំងចាញ់សង្គ្រាមទេតែមើលពាក្យបារាំងប្រគល់ឯករាជ្យឲ្យខ្មែរពាក្យថាប្រគល់ឯករាជ្យបានថាបារាំងបើមិនចង់ឲ្យក៏បានអញ្ចឹងបារាំងឲ្យសញ្ញាយើងឲ្យតើប៉ុន្តែដូចខ្ញុំបញ្ជាក់ខាងដើមគឺយើងចាញ់អបាយកលយួនចាញ់អបាយកលសៀមបន្តទៀតពេលដែលដឹងថាបារាំងរៀបចេញឯងខំប្រឹងទៅហៅយួនឲ្យចូលស្រុកឆ្នាំ1930ឯងខំប្រឹងទៅហៅសៀមឲ្យចូលស្រុកឆ្នាំ1949ឯងឲ្យកងទ័ពយួនជន់ដីខ្មែរកងទ័ពយួនហាណូយទាំងវៀតកុងនិងវៀតមិញជន់ដីខ្មែរឆ្នាំ1949ឆ្នាំ1951ចាប់ដើមបាយបារាំងឆ្នាំ1954សន្និសីទរ៉ឺណែវនេះគឺជាកំហុសធ្ងន់ធ្ងរណាស់ដែលយើងត្រូវជួសជុលពី54រហូតដល់ឥឡូវនេះគឺជួសជុលមិនទាន់ចប់ទេជនរួមភាសាអញ្ចឹងនេះមួយណាខ្ញុំកំពុងបកស្រាយនៅក្នុងជំពូកគោអំពីមុខងារខាងយោធារបស់ក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់អ៊ុនតាអញ្ចឹងហេតុអីមានមុខងារហ្នឹងពីព្រោះឥឡូវប្រវត្តិសាស្ត្រទី1ចាប់ជាប់ហើយ